បាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូនេះដែរខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបក្នុងការបង្កើតនៅក្រុម policy ដើម្បីនៅក្នុងការ manage ទៅកាន់ OU ឬក៏ user របស់យើងបាទន័យថាក្រុម policy ហ្នឹងគឺយើង manage ដើម្បី set permission ទៅដល់ user របស់យើងថារបស់អីខ្លះដែលយើងអាចឲ្យគាត់ប្រើបានរបស់អីខ្លះដែលយើងអត់អាចឲ្យគាត់ធ្វើណានៅលើ machine client របស់គាត់អូខេអញ្ចឹងដើម្បីបង្កើតបាននៅក្នុងនេះ OMC របស់យើងនេះខ្ញុំបើកវាមកហើយកន្លែងខាងឆ្វេងនេះបើសិនអ្នកគ្នាអត់មានឃើញដូចខ្ញុំទេក្រុម policy management នេះអ្នកគ្នាអាច add វាបានឲ្យចូលទៅកាន់ file ហើយ add and remove snap in នេះអ្នកគ្នាធ្វើការរកទៅចុចពី add ហើយចុច OK មកគឺវាមានហើយអញ្ចឹងខ្ញុំបាន add រួចហើយអញ្ចឹងយើងអាចបើកវាមកនៅក្នុង folder របស់យើងនេះdomain ហើយយើងឃើញ domain ឈ្មោះរបស់យើងនេះអញ្ចឹងខ្ញុំមាននៅ OUPP ដែលយើងបង្កើតតាំងពីវីដេអូមុនហ្នឹងហើយឥឡូវឧបមាថាយើងចង់ manage ទៅកាន់ user របស់យើងនៅក្នុង user នោះវាមាននេះទៀតខ្ញុំមាន admin មានអីផ្សេងទៀតអញ្ចឹងឧទាហរណ៍ថាយើងចង់ manage ទៅកាន់ student អញ្ចឹងយើងអាចបង្កើតនៅក្រុម policy ដើម្បី manage ទៅកាន់ student បានហើយមួយទៀតខ្ញុំភ្លេចពាក្យតាក់ទងជាមួយនឹងការ policy ហ្នឹងថ្ងៃនេះយើងនឹងបង្កើត20 policy ដែលយើងនឹងបង្កើត10សម្រាប់នៅក្នុង control panel ហើយ10ទៀតសម្រាប់ desktop អូខេអញ្ចឹងអានេះគាត់ខ្ញុំលើកឧទាហរណ៍នេះអ្នកគ្នាអាចបង្កើតទៅតាមតម្រូវការរបស់អ្នកទាំងអស់គ្នាបានអូខេអញ្ចឹងដើម្បីបង្កើតនៅក្រុម policy បានយើងនៅក្នុង OU នេះគឺយើង right click មកយើងចុចពាក្យនៅលើ create a GPO in this domain នេះបន្តមកធ្វើការដាក់ឈ្មោះគឺយើងយកពីនេះមកបន្តមកចុច OK អូខេអញ្ចឹងយើងនឹងឃើញនៅក្រុម policy មួយហើយអញ្ចឹងគឺយើងធ្វើការ right click នៅវាចុចពាក្យថា edit ដើម្បីធ្វើការនៅ enable ដើម្បីឲ្យក្រុម policy មួយនឹងវាដំណើរការអញ្ចឹងនៅខាងក្រោមនេះ user and configuration នេះយើងចុចពាក្យនៅលើ policy មកហើយកន្លែងនេះខាងក្រោមនេះយើងយកពាក្យ filter on ចឹងនៅលើ control panel បញ្ជាក់ម្ដងទៀតកន្លែងនេះគឺខ្ញុំ follow ទៅតាម path ដែលឲ្យ AI វាជួយ generate ឲ្យ path របស់វានេះចឹងខ្ញុំនឹង follow ទៅតាមនឹងដែរអញ្ចឹងវិញគឺយើងចូលទៅ control panel ហើយគឺនេះចឹងទៅការចុចបើកវាមកហើយយកពាក្យថា enable យើងចុចពាក្យថា apply អូខេអញ្ចឹងក្រុម policy ចឹងគឺហើយមួយអញ្ចឹងបន្តគ្នាដែរគឺដូចគ្នាដែរអញ្ចឹងសាកបង្កើតមួយទៀតយើងទៅការដាក់ឈ្មោះយើងចុច OK មកដូចគ្នាទៅការ right click ចុចពី edit ម្ដងទៀតនៅខាង com user and configuration នេះយក policy ខាង com នេះយើងយកពាក្យ filter on
ហើយនៅក្នុង control panel មើលតិចសិន person នេះផាបនវាអូខេអញ្ចឹងយកពី enable ហើយ apply អូខេអញ្ចឹងយើងហើយពីហើយផ្សេងទៀតក៏ដូចគ្នាដែរអញ្ចឹងខ្ញុំសូមធ្វើការបង្កើតឲ្យហើយទាំង10ហ្នឹងសិននៅក្នុង control panel អូខេអ្នកទាំងអស់គ្នាអញ្ចឹងបើដែលបានឃើញអញ្ចឹងឥឡូវខ្ញុំបានបង្កើតនៅគ្រប់ policy ចំនួន10ហើយសម្រាប់ control panel ហ្នឹងអញ្ចឹងបន្តយើងនឹងធ្វើការតទៅជាមួយនឹងបង្កើតនៅលើ desktop ម្ដងអញ្ចឹងដូចគ្នាដែរនៅលើ desktop ក៏អត់មានអីខុសគ្នាដែរយើងគ្រាន់តែចុចនៅលើ right click នៅលើ OU មកចុច create GPO in this domain នោះយើងដាក់ឈ្មោះវាទៀតមកអញ្ចឹងឈ្មោះវានេះគេ set the default desktop wallpaper នោះ copy មកយើងចុច OK អូខេអញ្ចឹងនេះយើងចុច edit មកនៅខាងក្រោមហ្នឹងយើងយកលើ policy ខាងក្រោមនេះយើងយកពាក្យ filter on បន្ទាប់មកយើងចុចទៅលើ desktop អញ្ចឹងគឺខ្ញុំទៅមើលផាបរបស់វាតិចគឺវានៅ desktop ហើយ desktop wallpaper អញ្ចឹងនេះ desktop ហើយក្នុង desktop wallpaper យើងធ្វើការ enable វាមកចុច apply អូខេអញ្ចឹងកន្លែងនេះបើយក apply មកតែយើងអាចដាក់ឈ្មោះវាបានដាក់អញ្ចឹងខ្ញុំគាត់ដាក់ឧទាហរណ៍សិនទៅអូខេខ្ញុំ apply ម្ដងទៀតចុចអូខេខ្ញុំធ្វើការបង្កើតមួយទៀតមកដាក់ឈ្មោះវានេះគឺ prevent changing wallpaper copy មកវាដូចតែគ្នាទាំងអស់តែមានអីប្លែកទេយកពាក្យ edit នៅលើ desktop សូមទៅមើលផាកនេះតិចវានៅក្នុងនៅនេះគឺនៅ control panel ទេអញ្ចឹងក្នុង control panel នេះគឺ prevent changing desktop background យើងធ្វើការ enable វាមក apply អូខេចុះបន្តគ្នាហ្នឹងគឺដូចតែគ្នាទេខ្ញុំសូមធ្វើការបង្កើតឲ្យអស់សិនអូខេអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំបានបង្កើតរួចអស់ហើយទៅต้อง20 policy នេះហ្នឹងគ្រប់ policy ហ្នឹងអញ្ចឹងបន្ទាប់ពីអ្នកគ្នាបង្កើតអស់អ្នកគ្នាអាចនៅក្នុង
ម៉ាស៊ីន client អ្នកគ្នាអាច log in ហើយសាកធ្វើដូចជាតតងជាមួយនឹងការនេះការដូរ wallpaper អីហ្នឹងបើយើង set ហើយគ្រប់ policy តែនៅអាចដូរបានទៀតហើយបើសិនជាដូរបានដូរអត់បានចាំបាច់ថាការ set up នៅគ្រប់ policy របស់យើងគឺធ្វើត្រឹមត្រូវជោគជ័យហើយអូខេអញ្ចឹងវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាមានចម្ងល់អីអាច comment សួរខ្ញុំបាននៅខាងក្រោមវីដេអូនេះបានអូខេអរគុណច្រើនអ្នកទាំងអស់គ្នា